ម៉ែបងប្អូនឃើញខ្ញុំឆាបlạiឆាបកើតតិចថាខ្ញុំចេះតឡើងរោងតិចថាខ្ញុំតឡើងរោងនៅណាសួរមិនមែនណាពុកម៉ែបងប្អូនណាថ្ងៃហ្នឹងខ្ញុំរៀបចំកាត់យ៉ាបកាត់រោងទេព្រោះដោយសារលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យលោកប៉ាងលីដាលោកចុះអនុវត្តការងារណាការងារតាមបណ្ដោយផ្លូវ81កានៅផ្សារព្រៃទាអញ្ចឹងប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមដែលសាងសង់រំលោភបំពានលើចិញ្ចើមផ្លូវហ្នឹងគឺត្រូវតែរើទាំងអស់ហើយខ្ញុំជាគំរូខ្ញុំរើមុនគេហើយពុកម៉ែបងប្អូនហ្នឹងហើយមិនឲ្យពិបាកដល់លោកអភិបាលទេព្រោះលោកចង់ឲ្យប្រទេសជាតិយើងស្អាតហើយថ្ងៃហ្នឹងគាត់ចង់មកដល់ទីតាំងផ្សារព្រៃទាផ្ទាល់តែម្ដងណាពុកម៉ែបងប្អូនអញ្ចឹងរាល់ដាក់ចាក់រំលោភលើផ្លូវអញ្ចឹងគឺត្រូវអ្វីកំតិចចោលតែម្ដងពុកម៉ែបងប្អូនគឺមិនឲ្យចាក់អញ្ចឹងទេព្រោះដោយសារវាអត់មានចោលទឹកហូរចូលលូចូលអីណាជាក់ស្ដែងពុកម៉ែបងប្អូនឃើញស្រាប់ឥឡូវឃើញគាត់ចាក់អញ្ចឹងហ៎បាទចាក់អញ្ចឹងតែយើងមានទឹកពីណាហូរចូលលូកើតព្រោះដោយសារគាត់ចាក់បិទចរន្តទឹកហូរចូលលូបាត់ហើយហ្នឹងហើយមួយជាស្រែកស្ទះហើយលោកអភិបាលខំប្រឹងណាបាទគាត់លោកវាយកំតិចចោលដើម្បីមានទឹកហូរណាបាទបន្ទាប់មកខ្ញុំក៏បន្តដែរបាទរៀបចំដាក់ចដើដាក់អីអញ្ចឹងដើម្បីកាត់សម្អាតមុនគេពុកម៉ែបងប្អូនហ្នឹងហើយខ្ញុំមកស្រែកហឹងស្រែពុកម៉ែបងប្អូនអើយតែឯងឃើញទេបាទអញ្ចឹងរោងមួយយើងត្រូវទៅចូលរួមជាមួយលោកអភិបាលខណ្ឌពោធិ៍សែនជ័យលោកអភិវឌ្ឍដើម្បីដងផ្លូវសាធារណៈស្អាតទីក្រុងយើងមានគំរូកុំឲ្យមានការកកស្ទះចរាចរណ៍អញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំមិនបង្ងើយកតើទេគ្រាន់តែគាត់ប្រៀបភ្លាមហ្នឹងមានវិធានការភ្លាមហ្នឹងខ្ញុំចាប់ផ្ដើមរៀបចំតែម្ដងពុកម៉ែបងប្អូនហើយខ្ញុំចាប់ផ្ដើមរុះរោងកាត់មុនគេរៀបចំមុនគេព្រោះយើងរស់នៅនឹងក្រោមអាវ៉ាតរបស់លោកអាជ្ញាធរគាត់មានបង្កប់បញ្ជាការប្រាប់យើងត្រូវតែធ្វើតាមអញ្ចឹងណាពុកម៉ែបងប្អូនគឺយើងមិនអាចប្រឆាំងទេព្រោះដោយសារគាត់ចង់ឲ្យប្រទេសយើងស្អាតជនបរទេសមកតាមដងផ្លូវខាងព្រៃទាយើងនឹងឃើញវាទលាយមិនមានការលក់ដូររញ៉េរញ៉ាយតាមចើមផ្លូវអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងខ្ញុំមានអីមានតែញួរហ្នឹងវាយពងប៉ាំងតែឯងព្រោះមានណាគេជួយអត់មានណាគេជួយទេហើយក៏យើងអត់បានហៅជាងដែរព្រោះដោយសារយើងក៏អត់មានស្គាល់ជាងហើយណាមួយហ្នឹងការងារយើងធ្វើកើតទៅយើងធ្វើទៅណាមានប្រដាប់កាត់ប្រដាប់អីអញ្ចឹងទៅខ្ញុំរៀបចំឡើងកាត់ឡើងអីអញ្ចឹងទៅបាទព្រោះយើងដើម្បីប្រទេសជាតិយើងស្អាតដងផ្លូវសាធារណៈហ្នឹងឲ្យវាទលាយសម្រាប់ឲ្យបងប្អូនយើងស្មើជើងដើរអញ្ចឹងយើងត្រូវតែចូលរួមជាមួយលោកតាច់ខាតដើម្បីអភិវឌ្ឍភូមិសង្កាត់ខណ្ឌយើងបានស្អាតណាពុកម៉ែបងប្អូនហើយខ្ញុំរៀបចំដោះតង់ដល់អីហ្នឹងក៏បត់តង់បត់អីដាក់នៅលើលម៉កបាទលម៉កហ្នឹងមិនមែនលម៉កយើងទេពុកម៉ែបងប្អូនតិចថាខ្ញុំមានលម៉កណាបាទលម៉កហ្នឹងខ្ញុំខ្ចីខាងអ៊ំលក់ផ្លែឈើទេព្រោះដឹងគាត់បានមកពីណាទេពុកម៉ែបងប្អូនហើយមើលយ៉ាងត្រួតត្រោមចាស់ដែរតែមិនអីទេយើងអាចទឹកបានអីចឹងណាយើងក៏រៀបចំតង់រៀបចំដែករៀបចំឆ័ត្រអីអញ្ចឹងទៅកស៊ូយើងហ្នឹងក៏យើងរៀបចំដាក់នៅក្នុងនឹងឲ្យទៅណាយើងរៀបចំដាក់ស្រួលហើយយើងយកទៅដាក់នៅកន្លែងណាដែលយើងគួរយកទៅដាក់ណាពុកម៉ែបងប្អូនបាទអានេះប្រទេសឈើមានដែកមានអីចឹងណាខ្ញុំក៏ចាប់ផ្ដើមរៀបចំដាក់នៅលើប្រទេសរមាក់ខ្ញុំចឹងដែរទៅបាទហើយមានតាំងពីតុកមានតាំងពីអីហ្នឹងយើងរើទៅអស់ហើយព្រោះយើងមិនអាចនៅបន្តនៅតាមចើមផ្លូវអញ្ចឹងទៀតបានទេណាបាទបើលោកត្រូវការអភិវឌ្ឍហើយយើងត្រូវតែចូលរួមមួយលោកមិនប្រឆាំងបានទេបាទយើងជាប្រជាពលរដ្ឋព្រោះលោកជាម៉ែជាឪកាលណាគាត់មើលឃើញថាកន្លែងណាមិនល្អគាត់ប្រាប់យើងហើយបើយើងជាកូនយើងមិនធ្វើតាមគាត់មានន័យថាយើងមិនគោរពគាត់មិនគោរពជាម៉ែជាឪទេអញ្ចឹងណាពុកម៉ែបងប្អូនបាទខ្ញុំក៏ជាប្រជាពលរដ្ឋមួយដែលចូលចិត្តអភិវឌ្ឍចូលចិត្តស្រឡាញ់អ្វីដែលលោករៀបចំឲ្យបានល្អធំទូលាយតាមដងផ្លូវសាធារណៈអញ្ចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមបន្តភារកិច្ចកាត់តូបកាត់អីនឹងតែឯងហើយថ្ងៃក្តៅខ្លាំងណាពុកម៉ែបងប្អូនអើយថ្ងៃក្តៅមែនទែនហ្មងបាទអានេះគឺខ្ញុំចាប់ផ្ដើមកាត់ដែកដែលខ្ញុំតណាខ្ញុំតសង់រោងដើម្បីប្រក់តង់ប្រក់អីបានលក់ពងទាលក់អីពុកម៉ែបងប្អូនតែឥឡូវ
លោកត្រូវការឲ្យយើងហូរហើយយើងមិនអាចនៅតទៀតបានទេពុកម៉ែបងប្អូនអើយយើងមានតែយើងហូរទៅធ្វើម៉េចយើងអត់កន្លែងលក់ក៏អត់ទៅលោកត្រូវការដើម្បីអភិវឌ្ឍដើម្បីឲ្យចិញ្ចើមផ្លូវស្អាតដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរនៅតាមផ្លូវនឹងធំទលាយកុំឲ្យមានការកកស្ទះអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយខ្ញុំនឹងតែឯងពុកម៉ែបងប្អូនអើយមិនសូវចេះមិនសូវជំនាញអីដែរហើយនិយាយថាមែនទៅនេះកាន់អារណាលអាត់ហ្នឹងនេះអារណាលកាត់ហ្នឹងពុកម៉ែបងប្អូនខ្ញុំភ័យមែនទែនណាភ័យខ្លាំងណាព្រោះដោយសារវាលន់កើខ្លាំងដោយសារយើងតល់ហើយយើងត្រូវតែធ្វើខ្លួនឯងអញ្ចឹងណាពុកម៉ែបងប្អូនហើយក្នុងការយើងសម្អាតហើយយើងធ្វើរៀបចំហើយនឹងលោកក៏មិនរុញរាដើម្បីឲ្យឡានមកផ្លុំមកលាងសម្អាតផ្លូវបាទដើម្បីជូតផ្លូវយើងឲ្យស្អាតមានសោភ័ណភាពល្អហ្នឹងហើយលោកយកចិត្តទុកដាក់មែនទែនតាមដងផ្លូវហ្នឹងហើយកុំឲ្យមានការកកស្ទះហើយនឹងធ្វើឲ្យវាមានសណ្ដាប់ធ្នាប់ល្អហើយក៏រៀបចំតាមដងផ្លូវហ្នឹងឲ្យវាធំទលាយដែរបាទលោកឈូកបើយើងនិយាយឲ្យមើលឃើញទៅតាមបណ្ដាញសង្គមពុកម៉ែបងប្អូនហើយគឺលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យលោកប៉ាងនីដាគឺគាត់យកចិត្តទុកដាក់មែនទែនចំពោះដងផ្លូវសាធារណៈចិញ្ចើមផ្លូវសម្រាមលូនិយាយទៅគឺគាត់យកចិត្តទុកដាក់ណាស់ហើយគាត់ធ្វើឲ្យស្អាតជូនធ្វើឲ្យស្អាតទុកជាចំណងដៃជួយប្រជាពលរដ្ឋយើងទាំងអស់គ្នាណាហើយពុកម៉ែបងប្អូនអើយគាត់លាងផ្លូវផងសម្អាតផ្លូវផងចាក់ទឹកសាប៊ូផងដុសផងគឺស្អាតមែនទែនពុកម៉ែបងប្អូនហើយចំណែកប្រជាពលរដ្ឋនិងអាជីវករតាមដងផ្លូវណាគាត់សើចសប្បាយរីករាយទទួលយកអ្វីដែលថ្មីសម្រាប់ពួកគាត់ណាអ្វីដែលលោកអភិបាលរៀបចំស្អាតណាគាត់សប្បាយចិត្តមែនទែនពុកម៉ែបងប្អូនបាទចឹងម្នាក់ឈរញឹមសើចបិទមាត់មិនចេះទេពុកម៉ែបងប្អូនអើយឃើញផ្លូវស្អាតផ្លូវស្រឡះអញ្ចេះបងប្អូនដែលធ្វើដំណើរក៏គ្មានការកកស្ទះបាទជិះលឿនគាត់ច្អល់ថាផ្លូវហ្នឹងទលាយល្អណាស់ស្រួលជិះស្រួលអីចឹងណាពុកម៉ែបងប្អូនអញ្ចឹងពួកគាត់សប្បាយចិត្តរីករាយទទួលយកអ្វីដែលថ្មីហើយស្អាតសម្រាប់ភូមិឃុំថ្មីហើយស្អាតទលាយសម្រាប់ភូមិសង្កាត់ខណ្ឌយើងនៅទីក្រុងយើងក៏ស្អាតអ្នកធ្វើដំណើរតាមដងផ្លូវអញ្ចឹងក៏ស្រួលដែរពុកម៉ែបងប្អូនអញ្ចឹងពេញចិត្តវីដេអូជួយ like ជួយ share comment ម្នាក់មួយ